ជំរាបបងប្អូននេះធ្វើតេស្តសាឡបង3904បាទកេះមកខ្វាច់មើលនេះបងប្អូននេះសបកក្រាស់ណាស់បាទហើយដាំឆ្នាំ2024ចុងខែ5បាទហើយមើលជួហូរស្រក់បបក់បងប្អូនហើយនេះ3904ហើយអាត្មានេះគឺម៉ោង4:40ជាងហើយបាទម៉ោង4:40ជាងល្ងាចបងប្អូនមើលក្តៅមួយថ្ងៃហើយហ្នឹងហើយមើលស្រក់នេះស្រក់ប៉ក់រហូតបងប្អូននេះហូរមកអញ្ចឹងពូជ3904ធន់កម្ដៅណាស់បាទនេះមកប្រយបន្តទៀតហើយបាទនេះមកហូររហូតមេឃក្តៅមួយថ្ងៃទៅហើយកេះមកខ្វាច់ទៅបងប្អូនមើលនេះបាទហើយនិយាយពីសាច់ឈើវាស្អាតដើមត្រង់បាទនេះបងប្អូនមើលនេះដើមត្រង់ហើយស្លឹកវាឡើងក្រាស់បាទនេះបងប្អូនណាមួយស្លឹកឡើងក្រាស់កម្ៅបាទនេះកម្ៅលើបលោងមកអានេះខ្ញុំកាត់ចុងដើម្បីឲ្យបានមែកច្រើនបាទព្រោះពូជនេះមែកយ៉ាងស្ទើអញ្ចឹងយើងកាត់បែបហ្នឹងដើម្បីឲ្យបានមែកច្រើនបាទគ្រាវវាខ្ពស់ស្អាតស្មើសណុកយើងបាញ់ថ្នាំបាញ់ឲ្យថែទាំស្រួលបាទអញ្ចឹងបងប្អូនមើលនេះមករហូតបាទហូរបន្តរហូតអត់ឈប់ទេហូរបតាញ់រហូតកេះប៉ុណ្ណឹងបាទហូរអត់ឈប់ទេបាទប្រយមករហូតចឹងសម្រាប់ពូជ3904នេះបងប្អូនបាច់ចាំរំទេបាទធន់កម្ដៅហើយកស៊ូកម្ដៅសំខាន់ណាស់ពីព្រោះអាកាសធាតុយើងពីមួយឆ្នាំទៅមួយឆ្នាំក្តៅទៅអញ្ចឹងហើយយើងត្រូវជ្រើសរើសរកពូជណាដែលវាធន់ទៅនឹងការបំរែបំរួលអាកាសធាតុបាទធំលឿនក៏ធំលឿនសបកក្រាស់ក៏សបកក្រាស់ធន់កម្ដៅក៏ធន់កម្ដៅអញ្ចឹងពូជនេះលក្ខណៈពិសេសច្រើនហើយដាំមិនថាដីសមិនថាដីក្រហមទេបងប្អូនគ្រាន់តែពូជនេះលំបាកផលិតបាទពេលពិបាកហើយបើបងប្អូនដាំតើតែកូនវាពីរឆាត់បានដាំកើតមួយឆាត់វាខ្លីណាស់ហើយកូនលើកមិនបានទេនេះបងប្អូនមើលដើមប៉ុណ្្នឹងហើយហូររហូតបាទនេះបងប្អូនឃើញចឹងសម្រាប់កឋានសុខខៀងសៀងហៃយើងខ្ញុំមានច្បាស់ពូជច្បាស់លាស់បាទនេះខ្ញុំដាំខ្លួនឯងចឹងបងប្អូនចង់បានអាចទំនាក់ទំនងបាទផ្ទាល់តាមរយៈលេខទូរស័ព្ទ088 756 9បាទប្រឹក្សាយោបល់ប្រឹក្សាបច្ចេកទេសជូនហូរអត់ឈប់បងប្អូនហើយដីដែលខ្ញុំដាំនេះនៅឃុំតាពាំងភីងហើយបើកឋានរបស់ខ្ញុំគឺនៅស្រុកដំបែបាទទីរួមស្រុកដំបែខេត្តត្បូងឃ្មុំបាទនេះមកហូរនេះហូរបន្តរហូតនេះបងប្អូនមើលហូរអត់ឈប់បើពូជធម្មតាកេះពេលល្ងាចបន្ទាប់ពីមេឃក្តៅថ្មនេះគឺមិនបានផលអីទេបាទជាពិសេសរៀម600ឬក៏សេតអងអីបេះពេលល្ងាចក្តៅមួយថ្ងៃយើងហើយមិនងាយហូរអញ្ចឹងទេនេះបងប្អូនបើមានដាំបងប្អូនសាកល្បងទៅហើយឲ្យមេឃក្តៅមួយថ្ងៃពេញអញ្ចឹងមកហើយមកដល់ម៉ោង4ជាល្ងាចកេះសាកល្បងមើលទៅតើវាហូរយូរអញ្ចឹងអត់
នេះគឺជាការធ្វើតេស្តបឋមមួយបាទហើយតើពីក្មេងយើងជួហើយបើពីក្មេងអត់ជួគឺអត់ហើយបងប្អូនខ្លះគាត់ថាអាខ្លះជួតែពីក្មេងខ្ញុំជឿនៅចំណុចហ្នឹងពីព្រោះបងប្អូនខ្លះនៅពេលដែលគាត់ជាកស៊ូគាត់អត់ថែទាំកស៊ូនឹងទៀតទេជួនកាលមួយខែវាយអកម៉ូនរំញោចសិតតែម្ដងអីនោះអាឆ្នាំលាបមុខរំញោចហ្នឹងមួយខែវាយសិតតែម្ដងអញ្ចឹងហើយតើឲ្យកស៊ូល្អមិនហើយមួយឆ្នាំមិនចង់ដាក់ជីថែទាំគ្នាទេជួនកាលមួយឆ្នាំអត់ទាំងដាក់ជីផងហើយបើជ្រុលដាក់ជួនកាលមហាត់ដាក់ 2B 3B តើឲ្យវាស៊ីគ្រប់មិនទៅអញ្ចឹងបើបងប្អូនចង់ឲ្យដំណាំកស៊ូបានផលច្រើនទី1ស្ថានភាពដីបាទប្រភេទដីល្អដីអាចដាំបានទី2គឺកតាពូជបាទពូជដែលធន់នឹងអាកាសធាតុពូជដែលធន់ជំងឺទី3ការថែទាំដោយប្រើប្រាស់ជីបាទជីថ្នាំហើយដល់ជាការថែទាំមុខជាការប្រើប្រាស់អរម៉ូនគេមានក្បួនខ្នាតច្បាស់លាស់អញ្ចឹងបើយើងមិនដឹងអំពីរបៀបរបបវាទេទោះបីជាពូជនឹងល្អប៉ុណ្ណាក៏ដោយវានឹងធ្វើឲ្យកស៊ូក្រិនកស៊ូខូចជាក់ស្ដែងបច្ចុប្បន្នមានបងប្អូនខ្លះមានកស៊ូជាទៅហើយកស៊ូខែភាសាទៅផងលឹកក្រហមញ៉ែតដីក្រហមទៅទៀតអញ្ចឹងកន្លែងនេះជាសារមួយជំរាបជូនបងប្អូនកស៊ូជាដំណាំមួយដែលស្មោះត្រង់នឹងម្ចាស់បាទយើងដាក់ឲ្យវាស៊ីជីកាន់តែឆ្អែតវាកាន់តែធំវាកាន់តែធំវាឲ្យជ័រកាន់តែច្រើនដល់លក់ដើមកាន់តែថ្លៃជាពិសេសដោយ3904នេះបាទដើមថ្លៃណាស់បងប្អូនគិតមើលទៅ20ឆ្នាំក្រោយតើ1ហិកតាប្រមាណបាទហើយពូជនេះអត់រើសដីទេបាទវារើសតែម្ចាស់ទេបងប្អូនណាបាទអញ្ចឹងនេះបងប្អូនមិនទាន់ឈប់ហូរទេបាទនៅតែហូររហូតអញ្ចឹងកុំឲ្យវែងពេកបាទនេះ7នាទីជាងទៅហើយបាទអញ្ចឹងមើលវានៅតែហូរអញ្ចឹងដឹងហូរដល់អាត្មាបានបាទនេះបងប្អូនមើលហូររហូតជាតែមកបន្តនេះមកអត់ឈប់ផងបាទនេះហូរមករហូតនេះបងប្អូនមើលហូរឈប់ហើយពូជ3904នេះដែរបើខែភាសាបងប្អូនដើមឆាប់ស្ងួតទេជាស្រួលខែភាសាពូជផ្សេងសបកវាជក់ទឹក3904អត់តោងទឹកទេអត់ជក់ទឹកទេសបកវាហាប់ស្អាតដើមត្រង់ហើយសបកហាប់ស្អាតហើយឆាប់បានជាបើត្រូវភ្លៀងដូចគ្នាពូជផ្សេង2ម៉ោងក្រោយមកជាមិនកើតអានេះត្រឹមតែ1ម៉ោងអីអាចជាបានហ្នឹងលក្ខណៈពិសេសវានៅច្រើនទៀតបាទអញ្ចឹងគ្រាន់ជំរាបជូនបងប្អូនថាពូជ Arid 3904នេះគឺជាពូជមួយដែលធន់ទៅរ៉ែមរੂអាកាសធាតុហើយធំលឿនបាទធំលឿនជាពិសេសទិន្នផលជ័រខ្ពស់ហើយដើមស្អាតទៀតលក់បានថ្លៃថ្ងៃក្រោយណានេះបងប្អូនមើលគ្រាន់តែលំហូរជ័រនេះក៏មិនតិចដែរបាទតែប៉ុណ្្នឹងទេដើមធំជាងមេជើងបន្តិចបាទបងប្អូនណាហូរអត់ឈប់ផងទៅមកណាបានវាឈប់ទៅបើចេះតែមករហូតចឹងមើលដូចអត់ទាន់មានខាប់អីផងនេះមកតាញ់គ្នារហូតបែរមកទៀតនេះហូរដូចច្រើនទៅបាទមើលទៅហូរអត់ឈប់ទេយ៉ាងបាត់ដីចោលវិញបាទនេះបាត់ដីវិញ
xả là bò người mơ mà áo từ lâu ấy có xả là bò mơ và con bông ôn bà